មកអ្នកទាំងអស់គ្នាមកប្រាសាទបឹងមាលាមួយខ្ញុំវីដេអូនេះគឺការខ្ញុំទៅខេត្តភ្នំមកទៅខេត្ត9ទេសភាពនៅហ្នឹងគឺស្អាតមែនតើអ្នកទាំងអស់គ្នាមានទឹកជ្រោះមានអីហើយនិយាយទៅគឺខេត្តភាសាខេត្តភ្លៀងអញ្ចឹងទៅគឺគ្រប់កន្លែងគឺខៀវហ្មងអ្នកទាំងអស់គ្នាហើយប្រាសាទមួយនេះផងដែរគឺវាស្ថិតនៅរៀងឆ្ងាយពីក្នុងខេត្តសៀមរាបខ្ទង់50គីឡូជាងពីខេត្តហើយបើទៅមកវាជិត100គីឡូហើយតែចម្លែកអីគ្នាខ្ញុំពីម៉ូតូ4នាក់នេះចាជាការជិះម៉ូតូពីក្នុងសៀមរាបអ្នកទាំងអស់គ្នាជិះទៅប្រាសាទហ្នឹងអូយខ្ញុំស្បត់ហ្មងណាអ្នកទាំងអស់គ្នាខ្ញុំអត់និយាយលេងសើចណាជិះម៉ូតូពីខេត្តសៀមរាបយើងហ្នឹងហើយចាជិះទៅដល់ប្រាសាទជិះកាត់ព្រៃភ្នំហ្មងអ្នកទាំងអស់គ្នាខ្ញុំជិះកាត់ភ្នំកន្លែងតិចអូយចាហើយកន្លែងនេះផងដែរគឺថាមានជាការជិះម៉ូតូបដាអ្នកក្រោយទប់ក្បាលអ្នកមុខអីចឹងដោយសារមួកអ្នកបើកហ្នឹងមានជាការហោះហើយដោយសារខ្ញុំមួល100ខ្ញុំមួលមកកប់មកចង់ថាដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូហ្នឹងចឹងខ្ញុំជិះនិយាយទៅជិះកាត់ព្រៃភ្នំហ្មងហើយសម្រាប់ផ្លូវហ្នឹងផងដែរគឺខ្ញុំសួរខ្ញុំថាខ្ញុំស្គាល់តាមណាគឺខ្ញុំជិះតាម Google Maps សិតសាតហ្មងអ្នកទាំងអស់គ្នាហើយមានជាឈុតឆាកឆ្កែដេញអញ្ចឹងចាអត់មានតែអ្នកភូមិទេថា4អ្នកនេះគឺកំពុងមិនលឺហ្មងអ្នកទាំងអស់គ្នាហើយកន្លែងនេះម៉ែខ្ញុំគាត់ថាដូចអុយពួកម៉ូតូដប់នៅស្រុកយួនអូយខ្ញុំស្បាក់ចាបន្ទាប់ពីជិះម៉ូតូ1ម៉ោងកន្លះហើយមកយើងក៏មកដល់ប្រាសាទបឹងមាលាចាហើយមើលទេសភាពទៅគឺស្អាតមែនតើអ្នកទាំងអស់គ្នាគឺខៀវគ្រប់ជ្រុងហើយផ្លាំងយើងគ្រប់ជ្រុងហ្មងប៉ុន្តែពួកខ្ញុំនេះថតវីដេអូមកខ្លួនឯងខ្ញុំអត់ដឹងថាវាអត់មានវីដេអូធំភៅវាអញ្ចឹងហ្នឹងហើយអូយចាអញ្ចឹងហើយហ្នឹងហើយការដែលខ្ញុំទៅខែ9ហ្នឹងគឺខែវស្សាខែភ្លៀងអញ្ចឹងគឺថ្មប្រាសាទអីហ្នឹងគឺកើតឡើងពណ៌ខៀវអីអញ្ចឹងណារបៀបអូយមច្ឆាពេញប្រាសាទហ្មងអ្នកទាំងអស់គ្នាហើយនេះពួកខ្ញុំថតរបៀបធ្វើ trend អីគេអញ្ចឹងតែខ្ញុំបាននិយាយទៅខ្ញុំបានថតខ្ញុំបានអីទេនេះគឺសាច់ជ្រេនឃើញហ្នឹង62គីឡូម៉ែត្រហើយបន្ទាប់ពីយើងដើរមើលប្រាសាទអីផាយជាប្រើរយៈពេលយ៉ាងចឹង1ម៉ោងដែរអ្នកទាំងអស់គ្នាពួកយើងដើរថតរូបអីចឹងបន្ទាប់មកពួកខ្ញុំក៏ដើរមកច្រកក្រោយហ្នឹងនិយាយទៅខ្ញុំចេះតែដើរមកទេក៏បានរបៀបថាឃើញទឹកជ្រោះចឹងច្រកដែលមានទឹកជ្រោះហើយខែខ្ញុំទៅហ្នឹងខែភ្លៀងដែរអ្នកទាំងអស់គ្នាទៅចឹងទៅគឺកន្លែងហ្នឹងគឺស្អាតហើយស្ងប់ស្ងាត់មែនតើចាកន្លែងហ្នឹងស្អាតហើយ fresh ហ្មងមកនេះពួកខ្ញុំទៅដល់កន្លែងទឹកជ្រោះហ្នឹងគឺខ្ទង់ម៉ោង2ម៉ោង3យើងដែរអ្នកទាំងអស់គ្នាប៉ុន្តែមនុស្ស4នាក់គ្នាខ្ញុំហ្នឹងគឺសើកំពុងមនុស្សអត់មានបានស៊ីបាយតាំងពីព្រឹកមកហើយមានអ្នកគ្នាស៊ីបាយឯងវាហត់ពេកក៏ហើយអ្នកគ្នាផឹកទឹកដូងចាសូមអរគុណហើយញ៉ាំតែដូងពេកខ្ញុំជិះចូលក្រុងវិញចាហើយនេះខ្ញុំឲ្យមើលរូបឆោម before and after ជិះម៉ូតូ100គីឡូជាងចាសូមអរគុណ